សួស្តីបងប្អូនអរគ្នាសម្រាប់បងដែលគាត់តែងតែនិយមប្រើប្រាស់នៅប្រភេទឆ្នាំងអ៊ុតប្រភេទ94ណាដែលមានបញ្ហាក្តៅខ្លាំងអីឥឡូវបងមកមើលវីដេអូរបស់ខ្ញុំអានេះឆ្នាំងអ៊ុតដែលវាក្តៅខ្លាំងបន្ទាប់គឺយើងត្រូវដោះខ្ចៅដល់អីវាក្តៅនឹងបញ្ហាមកពីអាលារបស់វាឥឡូវយើងដោះចេញមកនេះបងឃើញអត់អាលាវារឿងចេះខ្លាំងអញ្ចឹងយើងត្រូវការដោះដូរអាលារបស់វាចេញពេលណាដែលវាក្តៅខ្លាំងហ្នឹងគឺវាស្អិតអាលាវាអញ្ចឹងយើងត្រូវការដោះដូរអាលារបស់វាឬក៏អាលាវាជ្រេះខ្លាំងពេកនេះសកម្មភាពដែលខ្ញុំដោះផ្ទាល់តែម្ដងគឺខ្ញុំដោះដូរជូនភ្ញៀវដែលគាត់ផ្ញើមកពីខេត្តទេបងនេះបងមើលសភាពអាលាគឺវាស្អិតក្តាំងខ្លាំងហ្មងដែលកន្លែងដែលវាស្អិតដុំខ្លាំងហ្នឹងគឺកន្លែងកម្ដៅរបស់វាអញ្ចឹងតើតើយើងដោះដូរជាមួយអាលាថ្មីបងឃើញអត់នេះខ្ញុំយកអាលាថ្មីយកមកដោះដូរជូនគាត់តែម្ដងសម្រាប់បងមើលតាមវីដេអូនេះគឺបងអាចយកទៅដោះដូរខ្លួនឯងបានបងជាមួយអាលាឆ្នាំងអ៊ុតប្រភេទ94នៅវាមានបញ្ហាក្តៅខ្លាំងនេះគឺងាយស្រួលដោះដូរឲ្យបងអាចមើលតាមវីដេអូនេះបានយើងគ្រាន់តែយកអាលាថ្មីយកមកដោះដូរមកបានរបៀបដោះដូរវាក៏មានអីបាទដែរបងយើងគ្រាន់តែយកវាយកមកចាប់ភ្ជាប់ជាមួយនឹងក្លៃដើមរបស់វាទៅមានខ្ចៅវានឹងយើងយកមកចាប់ជាប់មកតែខ្ចៅរបស់វានឹងយើងមើលវាយ៉ាប់ដែរចិត្តទ្រុកដោយសារពេលខ្លះឆ្នាក់ខ្ចៅខ្លះវាជ្រេះអញ្ចឹងយើងមើលទៅវាទ្រុកវាអីអញ្ចឹងវាពិបាកដូចខ្ញុំចាប់អញ្ចឹងពេលយើងចាប់ហើយយើងសេរីវាចំក្រាកុំឲ្យប៉ះដៃសងខាងតែបើប៉ះដៃសងខាងគឺវាឆក់អញ្ចឹងពេលយើងចាប់ហើយយើងត្រូវរំរងវាចំក្រាហើយចាំយើងរត់ខ្ចៅវាណែនហ្មងហើយខ្ចៅខ្សែពីរហ្នឹងក៏យើងរត់វាចំហើយជាប់ដែរហើយយើងមើលដែរកុំឲ្យប៉ះជាមួយគុលយោគុលដៃឬក៏គុលអីតប៉ះគឺវាឆក់ហើយអញ្ចឹងយើងចាប់ឲ្យវានៅស្រឡះហ្មងហើយតមកយើងក្រើបម្រវាមកនេះយើងក្រើបម្រវាមកហើយយើងដាក់ជាប់មូលេខវាមកជាប់មូលេខវាមានកលៈរបស់វាដែលយើងអាចដាក់បានអញ្ចឹងយើងដាក់ចំអ្វីដែលយើងត្រូវការហ្នឹងមកដើម្បីយើងដាក់ឲ្យយើងមូដាក់រស័រឲ្យយើងមូខ្ចៅវាចូលមកនេះខ្ចៅយើងដាក់ឈ្មោះវាចូលវិញមកដើម្បីវាងាយស្រួលវីដេអូនេះដែរសម្រាប់បងដែលគាត់នៅឆ្ងាយពីជាងគាត់អាចមើលតាមវីដេអូនេះបានគឺងាយស្រួលមែនតើសម្រាប់បងប្រុសជាងកាត់ដេរគាត់អាចមើលតាមវីដេអូនេះបានដោយឆ្នាំងអ៊ុតរបស់បងជួបបញ្ហាជាប្រភេទក្តៅខ្លាំងអញ្ចឹងគឺអាចសេរីមើលតាមនឹងបាននេះយើងអាចសេរីកម្ដៅវាបានហើយក្តៅតិចក្តៅខ្លាំងអីគឺយើងអាចសេរីបាន